ពូមានសម័យអីមានសម័យថាដល់2000ប្រហែលយើងបានទៅលេង World Cup ឯង2050អីស្រុំលឿនពេកបើ2050សង្ឃឹមថាពូនៅរស់តាន់កម្ពុជាយើងជាប់ជាបេក្ខភាពទៅលេង World Cup ទៅចុះហើយនិយាយចឹងមកតដៃបានមកគ្របដែរអា Nick Taylor សុទ្ធចូលអត់ទេក្រោយចប់ការប្រកួតសម្រាប់តែ Nick Taylor ក៏និយាយដែរទាំងកីឡាករទាំងគ្រូវឹកយើងអ្នកមើលយើងឃើញតម្រង់លេងគឺអាក្រក់ជាទីបំផុតក្នុងការលេងរបស់កម្ពុជាមិនដឹងជាស្អីទេលេងអូការលេងនេះមិនជាមែនទេតែដែលឃើញការលេងណាអាក្រក់ដូចនេះមិនពូនិយាយត្រង់តាំងពីចេះមើលបាល់ជំរឿជាតិលេងមកទោះបីប៉ះជាមួយម៉ាឡេក៏ដោយប៉ះជាមួយវៀតណាមក៏ដោយប៉ះមួយថៃក៏ដោយតែមិនដល់ថ្នាក់ដូចលេងនេះមិនប៉ះអារូបាទេវាអត់មានសាច់បាល់លេងហ្មងអត់មានសាច់បាល់លេងទោះអសោះហើយបើលេងចាញ់អារូបាហើយសាច់បាល់លេងចឹងទៀតសួរឲ្យអ្នកគ្រប់ត្រូលមកគេមិនរិះគន់មិនអានេះគឺទទួលស្គាល់មកថាសម្បីតែកីឡាករក៏ដឹងខ្លួនឯងដែរសម្បីអានេះថៃលើកវាដឹងថាទាំងកីឡាករទាំងគ្រូវឹកគឺទទួលស្គាល់ថាការលេងហ្នឹងគឺអាក្រក់ជាទីបំផុតហ្មងចឹងមកថាការចាញ់អារូបាចាញ់យ៉ាងអាម៉ាស់ហ្មងហ្នឹងចាញ់ក្នុងដីខ្លួនឯងទៀត2-1ទៀតមកមួយច្រើនចាញ់វាអត់នឹកស្មានថាលទ្ធផលវាដល់ថ្នាក់ហ្នឹងយើងក្រោយចប់លទ្ធផលក្រោយចប់ការប្រកួតក្រោយទៅវិបត្តិពិសោធន៍យកបទពិសោធន៍ថ្មីយើងដើរក្រោយគេយើងទៅនឹងឆ្លងផុតពីសង្គ្រាមការប្រកួតប្រជែងយើងនៅមានកម្រិតហ្នឹងប៉ុណ្ណឹងហេតុផលយើងគឺមានតែប៉ុណ្ណឹងអើយវាបានឈ្នះចិត្តអ្នកគ្រប់ត្រូលហ្នឹងឲ្យទៅចប់ការប្រកួតយើងចាញ់ការប្រកួតតែយើងឈ្នះចិត្តអ្នកគ្រប់ត្រូលអញ្ចឹងបានថាមិនបាច់ប្រឹងលេឈ្នះទេឡាប់តែនឹងឈ្នះចិត្តអ្នកគ្រប់ត្រូលហ្នឹងទៅឥឡូវឈ្នះចិត្តអ្នកគ្រប់ត្រូលទៀតហើយអ្នកគ្រប់ត្រូលពេលខ្លះដូចថ្ងៃហ្នឹងអញ្ចឹងមានលទ្ធផលចាញ់ហ្នឹងក៏ទប់កំហឹងបានដែរអានេះអារម្មណ៍ពិតនិយាយចេញអស់មកថាការលេងតម្រង់លេងមកក្រុមជម្រើសជាតិយើងលេងយ៉ាងម៉េចនិយាយមកយើងទាំងអស់គ្នាសិតតែចង់កែប្រែឲ្យជម្រើសជាតិយើងខ្លាំងឲ្យមានកំណែតម្រង់ឲ្យការលេងរបស់យើងគឺមានគុណភាពមួយដែលយើងទទួលយកបានពេលពីមកប្រកួតទៅមកប្រកួតចាញ់ពូអាចរាប់បទពិសោធន៍ទេយើងបានប្រហែលហើយពូរាប់ភ្លេចហ៎បទពិសោធន៍ហ្នឹងប្រហែលខ្លាចទេអត់ទេពូអត់មាននិយាយច្រើនទេបងអ្នកនរគ្នាមើលគេខ្លួនឯងឲ្យដឹងខ្លួនឯងទេលេខខ្លាំងជំរឿជាតិអន់ដូចគេថាមែនបើទៅលេងទៅម៉ាក់ហ្នឹងទៅងាប់ហើយអាណិតអ្នកគ្រប់ត្រូលទៀតណាខំចំណាយទាំងពេលវេលាទាំងលុយទៅទិញសមុទ្រមើលទៀតទៅពេលមកលេងអញ្ចឹងអីអត់ទេរិះគន់ទៅពូឃើញលេងពូកវីក្បាលមកកូនតែមើលចូលមកដល់ថ្នាក់ដឹងហើយតឲ្យគេ2គ្រាប់ទៀតអាណាប្រាប់ពូថាពូខ្មែរយើងតឲ្យអារូបា2គ្រាប់តឲ្យគេ2គ្រាប់តទៅនោះអានោះប្រចាំវិញ2-1តឲ្យគេ2គ្រាប់ខ្ញុំថាមិនបាច់ចាំថាចាញ់ទៅទុកស្មើគេទៅគ្រាប់បានអត់ទៀតទៅតឲ្យគេ2គ្រាប់មិនបលេងអញ្ចឹងអត់ទេថ្ងៃនេះគឺវល់ទាំងអស់ហ្មងទាំងជើងក្រោមទាំងបំរើទាំងប្រយុទ្ធទាំងអស់វាទាញតាមទាំងអស់ទាញតាមគ្នាទាំងអស់ហ្នឹងទាំងកូនទាំងអីអត់ទេពូនៅតែឆ្ងល់ថាមិនបានលេងមួយវៀតណាមមិនបានយើងលេងល្អហ៎មិនបានយើងហ៊ានមិនបានយើងច្បាស់មិនបានយើងទុកចិត្តខ្លួនឯងទុកចិត្តក្រុមដល់ពេលមកលេងអារូបាក្រុមដែលមានកម្រិតមួយក្រោមយើងទៀតលេងអត់កើតវាស្ដាយដល់ពេលអញ្ចឹងសហព័ន្ធត្រូវចាយលុយរៀបចំការប្រកួតម្ដងអស់រាប់ម៉ឺនដុល្លារទទួលរៀបចំក្រុមការងារការចំណាយលុយទីលានការចំណាយការស្នាក់នៅហូបចុករបស់កីឡាកកម្ដងច្រើនណាស់ហើយដល់ពេលលេងអញ្ចឹងសហព័ន្ធពូជឿថាសហព័ន្ធក៏សប្បាយចិត្តដែរអានេះមិនមែនបន្ទោសទៅលើសហព័ន្ធទេគឺអ្នកដែលទទួលខុសត្រូវមុនគេគឺគ្រូរបស់គ្រូកូនជីគាត់គឺជាមនុស្សទី1ដែលទទួលខុសត្រូវលើការចាញ់ហ្នឹងគាត់ដឹកនាំវាខុសគ្នាឆ្ងាយពីពូនិយាយចឹងថាពេលប៉ះវៀតណាមមិនគុំពូលេងល្អមែនហើយដល់ពេលមកប៉ះអាស្អីអារូបារបាំងនេះមិនយ៉ាងតែលេងអាក្រក់អើយពូមានសម័យអី
hiệnសម័យមិនមានសម័យថាដល់2000ប្រហែលយើងបានទៅលេង World Cup 2050ឲ្យស្រួលលឿនពេកហ្នឹង2050សង្ឃឹមថាពូនៅរស់តាន់កម្ពុជាជាបេក្ខភាពទៅលេង World Cup ទៅចុះហើយនិយាយចឹងមក